រឿងចៅចិត្តជាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចម្រើនធំឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមេដាទូគ្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចនៅក្នុងនគរនោះទ្រង់ចេញប្រថាប់ឲ្យសេនាបតីនាម៉ឺនសពមុខមន្ត្រីជោគពាល់ទ្រង់មានព្រះរាជឱវាទថាមានខេត្តមួយនៅទំនេរពុំមានឈ្មោះណានៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅចៅវាយស្រុកនៅខេត្តនោះប្រហើយស្ដេចយាងចូលព្រះរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាត់ទុកចង់ធ្វើជាចៅចៅវាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជឱវាទថាបើឈ្មោះណាមានប្រាក់40កហបណៈទ្រង់នឹងឲ្យធ្វើជាចៅចៅវាយស្រុកនៅរក្សាក្នុងខេត្តមួយតែនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំក៏ចង់ឲ្យអ្នកធ្វើដែរចៅចៅវាយស្រុកតែសពថ្ងៃយើងក្រលំបាកតោកយ៉ាពុនពេកនឹងរកប្រាក់ថ្វាយស្ដេចប្រមាណទេនិយាយហើយបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហបណៈខ្ញុំនឹងបានជាចៅចៅវាយស្រុកពេលនោះអាចៅចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពោធមកលូកដៃតាមប្រហោងជីចាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅផ្ទះវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញពង្វិចសម្ពោធក៏ចាប់លើកស្រាយមើលប្រាក់40កហបណៈអណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅចៅវាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅឯអាចៅចិត្តជាកាលបានដឹងថាមន្ត្រីនោះបានធ្វើជាចៅចៅវាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកនៅក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចៅចិត្តជានោះទៅជូនចៅចៅវាយស្រុកចៅចៅវាយស្រុកបង្កប់ឲ្យមេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ឆ្ងាត់អាចៅចិត្តជានិយាយរអ៊ូតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេកាលគេចង់ធ្វើចៅចៅវាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនឹងកំណាត់មកឲ្យគេទាំងយប់ឥឡូវគេបានធ្វើជាចៅចៅវាយស្រុកហើយគេមិនមេត្តាករណាឯងមិនតិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅចៅវាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរតែយើងចោះទៅសួរវាឲ្យជាក់មើលទើបចៅចៅវាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាឯនិយាយរឿងអ្វីយើងឮតែស្ដាប់មិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទើបអាចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតការដែលលោកនៅជាមន្ត្រីតូចពុំតាន់បានធ្វើជាចៅចៅវាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនឹងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40កហបណៈពីណាបានទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើជាចៅចៅវាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះ
នឹងបានប្រាក់មកពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40ខបណៈពីផ្ទះវិចនឹងកំណាត់សម្ពោធមកដាក់ចិត្តក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើជាចៅចៅវាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីឯចៅចៅវាយស្រុកបានស្ដាប់ក៏ជឿជាឥតសង្ស័យហើយថាអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅចៅវាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកំភៃកុំតូចចិត្តអញនឹងដោះលែងឲ្យឯងចេញពីទោសមួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅចៅចៅវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជម្រាបថាខ្ញុំឈ្មោះអាចៅចិត្តជាសួររួចហើយលោកចៅចៅវាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅចៅវាយស្រុកបង្កប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាសម្លាញ់ឯងនៅនឹងអញទៅចោះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលឯងលួចទ្រព្យគេនេះគ្រាន់យកមកចិញ្ចឹមមេដាមេម៉ាយចៅចៅវាយស្រុកឲ្យប្រាក់30កហបណៈឲ្យទៅមេដាអាចៅចិត្តជាមិនព្រមយកចៅចៅវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតក្តីវិនាសតោះតេងគ្នាជាយូរខែណាស់មកហើយមន្ត្រីតូចនោះគុំគំនិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដោយបណ្ឌិតក៏បានទាំងអស់ស្រីបម្រើនោះខំកប់គុណចៅចៅវាយមិនឲ្យតោះចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់ឯងចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្កប់ស្រីបម្រើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំកប់គុណគេឲ្យដូចកាលនៅនឹងអញបើឯងបម្រើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលត្រូវឯងចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលវេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណរឲ្យក្តៅពុះរួចយកចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានមានអ្នកណាដឹងឡើយបើឯងធ្វើបានដូចគំនិតនេះស្រីបម្រើនោះទទួលសពគ្រប់វេលាយប់នោះអាចៅចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្កប់ស្រីបម្រើឲ្យសម្លាប់យមរាជដូចម្ដេចក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយមកស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំទៅផងលោកយមរាជក៏ទទួលចេញប្រាក់លុះឲ្យទៅបម្រើរៀងមកនាងនោះខំបម្រើផ្គប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យតោះចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចិញ្ចោក្នុងក្រៅបម្រើចិត្តដិតរៀងមកវេលានោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណរឲ្យក្តៅពុះហើយវាលើកសំណរនោះចាក់ក្នុងមាត់លោកយមរាជឲ្យស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ក៏ស្រែកទ្រហោយំមនុស្សអើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ដោយសាររោគអ្វីព្រោះគ្មានស្នាក់ស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងថាស្លាប់ដោយសាររោគអ្វីព្រោះគ្មានស្នាក់ស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសមគួរក្រោយនោះជារដូវបុណ្យទាន
ក្រោយនោះជារដូវបុណ្យទាននាម៉ឺនសពមុខមន្ត្រីចូលកលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជឱវាទថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើជាយមរាជរួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញសេនាបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនទៅព្រះនោះចៅចៅវាយស្រុកដែលជាសម្លាញ់នឹងអាចោរចិត្តជាចង់ធ្វើជាយមរាជណាស់បានទៅរកអាចោរចិត្តជាសួរថាអាសម្លាញ់ឯងមករកអ្វីចៅចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចបិទលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ព្រោះរោគអ្វីហើយឡូវស្ដេចមានព្រះរាជឱវាទថាបើអ្នកណារោគឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើជាយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងឬទេបិទអញចង់ធ្វើជាយមរាជណាស់អាចោរចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងគ្រានេះត្រូវឯងជួយអញជាប្រកបដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើឲ្យកប់ចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្តៅពុះហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងតែដេកលក់រឿងនេះអញលោភស្ដាប់បានចូលសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចោះតែត្រូវឲ្យកោះខ្មោចលោកយមរាជនោះយកមកវះមើលបើឃើញសំណនៅក្នុងពុះខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើជាយមរាជមិនខានចៅចៅវាយស្រុកស្ដាប់យកការបានហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅចៅវាយស្រុកទទួលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីនោះយកមកឃុំទុកហើយទ្រង់ឲ្យកោះខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពុះមែនទើបទ្រង់ជំនុំជម្នះរឿងនោះឲ្យមេស្រីនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដមែនទ្រង់ឲ្យប្រហារជីវិតតាំងពីអ្នកចោលទៅហើយទ្រង់ក៏តាំងចៅចៅវាយស្រុកនោះឲ្យធ្វើជាយមរាជឯចៅចៅវាយស្រុកកាលបើបានធ្វើជាយមរាជហើយឲ្យបំរើទៅហៅអាចោរចិត្តជាសម្លាញ់លុះវាមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើជាយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចទៀតអញចិញ្ចឹមមេដាឯងនិងសម្លាញ់ឯងលុះអស់ជីវិតអាចោរចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញលុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពត់អាវជាច្រើនយកមកជូនមេដាលុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញលួចគេបានប្រាក់និងសម្ពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅអញលះចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើសចិត្តអញចិញ្ចឹមឯងលុះអស់ជីវិតអាចោរចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដារឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រតែប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅផឹកស៊ីនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីផឹកឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាស់អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេបងទៅពីអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះ
បងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លចៅមកអូនក៏យកចង្កឹះចាប់មួយមកពួមរួចជញ្ជក់អស់ជាសម្បកខ្យានោះដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំតាំងទំពាសម្បកខ្យានោះតតែឆ្អិតអូនក៏ឃើញដូច្នេះទំពាអំពៅតតែល្អិតកាកលេបទៅទៀតអូនលេងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទៅតែនឹងប៉មចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយអស់សំណើចទប់មិនឈ្នះក៏ចេញសំឡេងមកឮតែខឹកខឹកដោយហេតុខ្យល់ទប់ខឹកនោះមីសួរផ្ទុះឡើងទៅចូលឯរនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះទេលាងស៊ីហើយឯងស៊ីទៀតធ្វើតាមសូម្បីតែខ្ចៅនឹងអំពើតាំងសម្បកទាំងកាក់ក៏ស៊ីបានទាំងអស់បើមីសួរផ្ទុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេរឿងដង្កូវនិងក្អែកមានរឿងនិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះឯកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡេកភ្នែកឃើញនឹកថាខ្លួនក្អែកនេះចិត្តខឹកខើនឹកចង់ស៊ីអញឥឡូវហើយដង្កូវសួរក្អែកថាមករកអីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះតែក្អែកឯងរកប្រាថ្នាអញឃើញទៅបានស៊ីបើរកប្រាថ្នាអញមិនឃើញស៊ីអញមិនបានទេឯងសួរថាប្រាថ្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចោះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកមានដូចតទៅនេះ1ដូចម្ដេចដែលហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលហៅថាស្អុយជាងគេបំផុតឯទី4ដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតកាលបើក្អែកប៉ាលឺដង្កូវសួរប្រាថ្នា4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវលេងដោយគិតថាប្រាថ្នាដង្កូវទាំង4បទនេះអញមកជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយប្រាថ្នាដូចតទៅមួយគេហៅថាផ្អែមនោះគឺមានស្ករនិងទឹកឃ្មុំផ្អែមជាងអ្វីទាំងអស់ពីរដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលនិងម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺលាមក4ដែលគេហៅថាក្រអូបជាងគេនោះគឺផ្កាការរំដួលផ្កាម្លិះនិងទឹកអប់ឯងបានដោះប្រាថ្នាទាំង4បទនេះប្រាប់ទៅដង្កូវថាឯងដោះប្រាថ្នានេះមិនត្រូវទេឯងក៏ដាក់មុខរងោតនិយាយទៅកាន់ដង្កូវថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រាថ្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកកុំស៊ីអញទៅអញប្រាប់ឯកថាឲ្យតែប្រាប់ចោះអញមិនស៊ីដង្កូវឯងទេលុះបានសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះប្រាថ្នាប្រាប់ទៅក្អែកដូចមានតទៅមួយដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំអីនោះទេគឺផ្អែមពាក្យសម្ដីដែលគេនិយាយទៅកាន់គ្នាទៅវិញទៅមកដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយគេថាផ្អែមជាទីបំផុត2គេហៅថាជូរចត់មិនមែនជូរចត់អំពិលសណ្ដានក្រូចឆ្មាទឹកខ្មេះអីនោះទេគឺពាក្យអសុរោះខើខៅឥតគួរឥតសមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះហើយគេហៅថាជូរចត់លើសអ្វីទាំងអស់3ដែលគេហៅថាស្អុយនោះមិនមែនស្អុយលាមកឬស្អុយតម្រង់ខ្មោចនោះអីទេគឺស្អុយគេឈ្មោះដែលប្រព្រឹត្តអំពើអាក្រក់ក្នុងលោកនេះហើយគេហៅថាស្អុយច្រាស់ខ្យល់4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រព្រឹត្តល្អនេះហើយគេហៅថាក្រអូបជាងគ្រឿងក្រអូបទៅទៀតពេលឯកបានស្ដាប់ប្រាថ្នានេះហើយឯកក៏ស៊ីដង្កូវហើយហើរចេញទៅបាត់